មនុស្សគ្រប់គ្នាមានទស្សនៈហារៀងខ្លួនពេលដែលវាបែកបាក់ក៏វាឈឺចាប់ខ្លាំងទស្សនៈហាមួយនឹងធ្លាប់មានន័យចំពោះយើងតែយើងត្រូវចាំថាការឈឺចាប់វាមិនមែនជារឿងអស់សង្ឃឹមទេវាជាភស្តុតាងដែលបញ្ជាក់ប្រាប់ថាយើងធ្លាប់ស្រឡាញ់គេដែលស្មោះចូលកុំស្ដាយក្រោយអ្វីដែលបានបាត់បង់អ្វីដែលចាកចេញពីជីវិតរបស់យើងនៅថ្ងៃនេះគឺវាមិនមែនជាផ្នែកមួយនៃអនាគតយើងទេពេលវេលានឹងបង្ហាញថាអ្វីដែលបានបាត់បង់ទៅវាក៏អាចជារឿងដ៏ល្អដែលកើតឡើងនៅក្នុងជីវិតយើងក៏ថាបានដែរសូមប្រើពេលវេលាដើម្បីស្រឡាញ់ខ្លួនឯងឡើងវិញស្ដាប់ចិត្តរបស់ខ្លួនឯងធ្វើអ្វីដែលអាចធ្វើឲ្យខ្លួនឯងញញឹមបានឡើងវិញបើទោះជាចង់យំក៏អនុញ្ញាតឲ្យខ្លួនឯងយំសិនចុះប៉ុន្តែត្រូវត្រឡប់មកធ្វើជាមនុស្សថ្មីដែលរឹងមាំជាងមុនវិញស្នេហាមិនមែនមានតែម្ដងទេក្នុងជីវិតរបស់យើងប៉ុន្តែខ្លួនរបស់យើងគឺមានតែម្ដងប៉ុណ្ណោះអញ្ចឹងសូមរក្សាតម្លៃខ្លួនឯងកុំឲ្យនរណាម្នាក់មកនិយាយថាតើអ្នកតម្លៃប៉ុន្មានថ្ងៃណាមួយអ្នកនឹងញញឹមឡើងវិញមិនមែនដោយសារអ្នកថ្មីដែលចូលមកជីវិតយើងទេប៉ុន្តែដោយសារតែយើងបានស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ហើយយើងបានផ្ដល់ក្តីសង្ឃឹមក្តីសុខឲ្យខ្លួនឯងគ្រប់គ្រាន់ហើយ